ក្នុងសាច់រឿងមួយនេះខ្ញុំនឹងលើកយកជីវប្រវត្តិរបស់លោកអ៊ំឈុនមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ការដើមឡើយលោកអ៊ំឈុនជាក្មេងកំព្រាម្នាក់ដែលត្រូវបានរើសយកចិញ្ចឹមដោយលោកតាដែលមានមុនវិជ្ជាដ៏ខ្លាំងពូកែដែលរស់នៅក្នុងព្រៃមួយក្បែរភូមិហើយលោកតាម្នាក់នោះគឺស្រឡាញ់លោកអ៊ំឈុនខ្លាំងណាស់ប្រៀបដូចជាកូនបង្កើតអញ្ចឹងដែរហើយណាមួយលោកអ៊ំឈុនក៏ជាក្មេងឆ្លាតម្នាក់ដែលមានចរិតចាស់ទុំមែនទែនដែលមានការព្រៀងបដៅពីលោកតាផងនោះលោកអ៊ំឈុនមានសិលធម៌ល្អណាស់ចេះស្គាល់ល្អនិងអាក្រក់ថែមទាំងមានស្មារតីរឹងមាំថែមទៀតផងបន្ទាប់ពីកន្លងមួយឆ្នាំទៅមួយឆ្នាំលោកអ៊ំឈុនក៏បានធំពេញរូបពេញរាងហើយថែមទាំងសង្ហាទៀតផងគាត់ពេលនោះមានអាយុប្រហែលជា20ឆ្នាំទៅហើយនៅពេលមួយលោកតាក៏បានហៅលោកតាឈុនមកចិត្តហើយបាននិយាយប្រាប់គាត់ថាពេលដល់ពេលហើយដែលឯងត្រូវរៀនមុនវិជ្ជាពីយើងណាឈុនពេលដែលអ៊ំឈុនឮហើយគឺគាត់សប្បាយចិត្តណាស់ព្រោះថាគាត់ចង់រៀនមុនវិជ្ជាទាំងអស់នេះយូរហើយការសិក្សារបស់គាត់ក៏បានចាប់ផ្ដើមនៅពេលនោះពេលវេលាក៏ចេះតែកន្លងផុតទៅពីមួយឆ្នាំទៅមួយឆ្នាំការរៀនមុនវិជ្ជារបស់លោកអ៊ំឈុនជាមួយនឹងលោកតាក៏បានបញ្ចប់វាគឺអស់បន្លាយរយៈពេលយូរណាស់គឺរហូតដល់10ឆ្នាំបាត់ទៅហើយបុណ្យចុងក្រោយរបស់លោកតាគាត់បានប្រាប់ទៅកាន់អ៊ំឈុនថាណែឈុនមុនវិជ្ជាទាំងអស់នេះដាច់ខាតហាមយកទៅប្រើលើមនុស្សស្លូតត្រង់ហើយលើសពីនេះត្រូវប្រើមុនវិជ្ជាទាំងនេះទៅជួយអ្នកដទៃដែលបានជួបទុក្ខលំបាកផ្សេងហើយត្រូវធ្វើយ៉ាងណាកុំឲ្យខុសពីដំណំរបស់គ្រូបន្ទាប់ពីលោកតានិយាយចប់ក៏បានហុចថង់យាមមួយទៅកាន់អ៊ំឈុនក្នុងនោះគឺមានសុទ្ធតែរបស់ដែលសោតចេញពីរូបសត្វមួយចំនួននិងមានពទាលអំបោះឯផ្សេងជាច្រើនតាមដែលគាត់បានត្រាប់ហើយក៏មានអង្វិចខោអាវនិងមានប្រាក់មួយចំនួនផងដែរម្ហូបអាហារដែលរៀបចំស្រេចផងក្រោយមកលោកអ៊ំឈុនក៏បានចាក់ចេញពីលោកតាធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដែលធ្វើដំណើរដោយសេះមួយក្បាលដែលលោកតាឲ្យលុះដល់ស្រុកមួយគាត់ក៏បានកាប់ឈើសង់ផ្ទះនៅជិតផ្ទះអ្នកភូមិផ្សេងទៀតហើយមួយសន្ទុះក្រោយមកគាត់ក៏បានឃើញថាពួកអ្នកភូមិក៏បានចូលមកសួរនាំមកកាន់លោកអ៊ំឈុនព្រោះគាត់គឺជាអ្នកចំណូលថ្មីដូចនេះក៏ជជែកគ្នាមួយសន្ទុះក្រោយមកទៀតគឺអ្នកភូមិទាំងនោះគឺចិត្តល្អណាស់ក៏បានជួយសង់ផ្ទះអ៊ំឈុនដោយមិនបានទទួលប្រាក់ខែអ្វីទាំងអស់ហើយអ្នកភូមិម្នាក់ទៀតក៏បានប្រាប់ថាអ្នកភូមិទាំងនេះគឺអញ្ចឹងឯងបើមានកេងការអ្វីក្នុងភូមិគឺត្រូវចេះជួយសាមគ្គីគ្នាតែភូមិនេះបានរីកចម្រើនដោយសពថ្ងៃនេះតែរបស់លោកអ៊ំឈុនគឺបានសង់រួចមិនដល់កន្លះថ្ងៃផងព្រោះណាមួយផ្ទះនោះក៏មិនធំអីណាដែរហើយលោកអ៊ំឈុនក៏បានឡើងទៅរៀបចំសម្រាប់នៅលើផ្ទះនោះព្រោះថាមេឃទៅរៀងងងឹតទៅហើយលុះព្រឹកឡើងគាត់ក៏បានឮសំឡេងអ្នកភូមិស្រែកឆោតឡោទាំងព្រឹកបន្ទាប់ពីលោកអ៊ំឈុននិងអ្នកភូមិជាច្រើនទៀតបានទៅមើលថាតើមានរឿងអ្វីកើតឡើងពេលទៅដល់ពុទ្ធោលោកអ៊ំឈុនថាឃើញបរិសម្នាក់បានដេកស្លាប់នៅមុខផ្ទះរបស់គេហើយសាកសោរបស់គេទៀតសោតគឺធ្លាយពោះវៀនចេញមកក្រៅហើយក្បាលរបស់គេវិញរលាត់ចូលមកក្រោមហើយមុខវិញឡើងតិចមើលមិនយល់តែម្ដងអ្វីដែលធ្វើឲ្យអ្នកភូមិនិងអ៊ំឈុនបាក់នៃធំនោះគឺបានឃើញដានជើងខ្លាជាច្រើននៅលើដីអ្នកភូមិក៏បានសន្និដ្ឋានថាប្រហែលខ្លានោះចេញមកពីព្រៃខាងកើតភូមិពីព្រោះទីនោះជាជម្រកសត្វជាច្រើនហើយអ្នកភូមិក៏យកបរិសម្នាក់នោះទៅបូជាតាមប្រពៃណីលោកបុណ្យសពបានបញ្ចប់ទៅរយៈពេលប្រហែល6ថ្ងៃមានសម្លេងកំភ្លើងរាន់ពេញភូមិទាំងយប់និងមានការស្រែកឆោតឡោរបស់អ្នកភូមិស្រែកថាជួយផងខ្លាធំណាស់ជួយផងខ្លាធំណាស់លោកអ៊ំឈុនគ្រាន់តែឮបែបនេះក៏បានបាក់ទឿចេញមកគឺមែន
គាត់ថាខ្លានោះគឺមានធំមែនទែនគឺចិត្តប៉ិនកោទៅហើយអ្វីដែលអ្នកភូមិគេភ្ញាក់ផ្អើលទៀតនោះគឺគ្រាប់កាប់ភ្លើងល្មមគឺបាញ់វាមិនចូលទេហើយខ្លានោះក៏មិនសូវខ្លាចគ្រាប់កាប់ភ្លើងថែមទៀតហើយបំរុងលោតកន្ទ្រប់លើបរិសម្នាក់លោកអ៊ំឈុនគ្រាន់តែឃើញបែបនេះគាត់ក៏លូកដៃចូលថងយានរបស់គាត់ចាប់បានខ្នាយមួយដែលជាខ្នាយជ្រូកព្រៃហើយក៏ក្តាប់វាយ៉ាងណែនរត់ទៅដាល់ខ្លានោះមួយដៃគេឃើញថាខ្លានោះគឺប៉ើងចង់ 3-4 ម៉ែត្រទៅហើយកម្លាំងគាត់គឺមិនដឹងបានមកពីណាទេអ្នកនៅចិត្តគាត់គឺបើកភ្នែកធំកាន់ពងមាន់ព្រោះថាមួយដៃគាត់នេះបើមនុស្សធម្មតាដឹងតែមិនរួចទៅហើយព្រោះថាសំបីខ្លាមានចិត្តប៉ិតកោក៏ប៉ាងដែរពេលនោះហើយដែលអ្នកភូមិទាំងអស់គ្នាបានដឹងថាលោកអ៊ំឈុនគឺគាត់ជាគ្រូអាគមដោយលោកអ៊ំឈុនសង្កេតមើលខ្លានោះមួយសន្ទុះឃើញចំហាយខ្មៅចេញពីខ្លានោះឡើងភាយពេលនោះទើបគាត់ដឹងថាខ្លានេះមិនមែនជាខ្លាធម្មតាទេវាគឺជាព្រៃខ្លា 100% ហើយពេលនោះអ៊ំឈុនក៏បានទាញកាំភ្លើងចេញពីដៃបរិសម្នាក់ហើយបានសូត្រមន្តគាថារបស់គាត់ផ្លុំដាក់លើកាំភ្លើងហើយបន្ទាប់មកគាត់ក៏បានបាញ់ចំនួន3គ្រាប់ទៅលើខ្លានោះគ្រាប់ទី3គ្រាប់ទី2គ្រាប់ទី1អាចទម្លុះស្បែករបស់វាតែមិនទាន់ចំចំណុចសំខាន់របស់វាត្រឹមតែឲ្យវាមានរបួសតិចតួចសាស្បែកតែប៉ុណ្ណោះហើយខ្លានោះមិនមែនត្រូវគ្រាប់ហើយវារត់នោះទេគឺវាហោកបំរុងមកលោកកន្ទ្រប់លោកអ៊ំឈុនតែម្ដងប៉ុន្តែលោកអ៊ំឈុនគឺរហ័សណាស់គ្រាប់ទី4របស់គាត់ក៏បានបាញ់ចេញទៅចូលកណ្ដាលក្បាលចំចំណុចសំខាន់របស់វាគឺធ្វើឲ្យវាដាច់ខ្យល់ដេកទីនោះបាត់ទៅពេលដែលអ្នកភូមិទៅមើលសាកសពខ្លានោះនៅចិត្តទើបគេដឹងថាខ្លានោះគឺគ្រាន់តែជាសាកសពស្អុយរលួយមួយដែលត្រូវបានរីកខ្វាចូលទៅសន្ធិដ្ឋបញ្ជារូបរាងកាយវាតែប៉ុណ្ណោះក្រោយពីហេតុការណ៍នោះកន្លងផុតមកអ្នកភូមិគឺចាប់ផ្ដើមស្រឡាញ់និងចូលចិត្តលោកអ៊ំឈុនខ្លាំងណាស់ព្រោះគាត់បានជួយជីវិតរបស់អ្នកភូមិជាច្រើនហើយក៏បានជូនជាលុយកាក់ដល់គាត់ប៉ុន្តែគាត់មិនយកទេគាត់យកត្រឹមតែអង្ករនិងត្រីងៀតបន្តិចបន្តួចគ្រាន់បានទៅហូបខ្លះអីខ្លះចឹងទៅហើយក្នុងភូមិនោះក៏គ្មានរឿងអ្វីដែលកើតឡើងទីនោះទៀតដែររឿងរបស់យើងក៏បញ្ចប់ត្រឹមនេះសូមអរគុណដែលបានស្ដាប់ខ្ញុំបាទបញ្ញាសូមជម្រាបលា